god កន្លែងនេះលយមែនអ្នកនរគ្នាកន្លែងនេះលយមែនអូអ្នកនរគ្នាកន្លែងមើលOh my god This is G David This is Stable Pro សួស្តីអ្នកនរគ្នាខ្ញុំបាទរដ្ឋីថ្ងៃនេះខ្ញុំមក reaction ទៅលើវីដេអូមួយរបស់ G David និង Stable Pro នៅក្នុងកម្មវិធី Round Music Festival នៅក្នុងប្រទេសហ្វីលីពីនកាលពីប្រហែលថ្ងៃមុនដែលនេះជាវីដេអូផ្លូវការនៅក្នុង channel YouTube របស់ Round Music Festival តែម្ដងដែលគេទើបតែផុសកាលពីម្សិលមិញនោះទេយើងធ្លាប់តែបានឃើញវីដេអូដែលអ្នកចូលរួមណា fan ដែលនៅក្នុងព្រឹត្តិការណ៍នោះគាត់ថតផុសតាមបណ្ដាញសង្គម TikTok អីចឹងទៅឬក៏ Facebook អីចឹងទៅយើងអត់ទាន់បានមើលវីដេអូផ្លូវការទេប៉ុន្តែនេះគឺជាវីដេអូផ្លូវការហើយជាការសម្ដែងជាការ perform មួយរបស់ពួកគាត់ទាំងពីរនាក់យ៉ាងអស្ចារ្យមែនទែនហើយខ្ញុំគិតថាគួរតែធ្វើ react ឬក៏មិនធ្វើប៉ុន្តែខ្ញុំគិតថាវីដេអូល្អអញ្ចឹងបើយើងមិនធ្វើវាគួរឲ្យស្ដាយខ្លាំងមែនទែនមែនទេអ្នកនរគ្នាតោះមកខាត់ពេល let's go Oh my god ក៏ចាញ់ភ្លេងមកឡើងអ្នកទស្សនានៅទីនោះគឺហូរកញ្ជ្រៀវខ្លាំងមែនតើអ្នកនរគ្នានេវ៉ារ៉ាចាចាទេវរាជOh my god អ្នកនរគ្នាមើលប្លង់កន្លែងនេះOh my god នេះអ្នកនរគ្នាOh my god Oh my god កន្លែងនេះលយមែនអ្នកនរគ្នាកន្លែងនេះលយមែនអាកន្លែងនេះគេប្រើដ្រូនមែន again នេះខ្លងកន្លែងនេះក៏ឆ្អាតដែរអ្នកនរគ្នាអ្នកនរគ្នា look at the crowd ច្រើនមែនតើអ្នកនរគ្នាការសម្ដែងពោពេញទៅដោយភាពជឿជាក់confident ពោពេញដោយភាពជឿជាក់ពេញខ្លួនរបស់ពួកគាត់ទាំងពីរព្រមទាំងការសម្ដែងដ៏ល្អរបស់អ្នកសិល្បៈបុរាណយើងផងដែរនាដការីហៅថានាដការីអញ្ចឹងហ្នឹងអ្នកនរគ្នាគឺពិតជាបានបង្ហាញភាពអស្ចារ្យរបស់កម្ពុជាយើងទៅកាន់ឆាកអន្តរជាតិខ្លាំងមែនទែនបានឆក់យកបេះដូងរបស់ fan នៅហ្វីលីពីនច្រើនមែនទែនហើយខ្ញុំជឿជាក់ថា show មួយនេះគឺជា show ដែលពិសេសជា show មួយដែលពិសេសដែលបង្ហាញទៅកាន់អន្តរជាតិឲ្យស្គាល់ហើយនឹងងាកមើលកម្ពុជាយើង Look at the crowd Oh my god
ជាតិនៅមហន្តរបរិពន្ធឆ្នាំ802អភិសេកព្រះបាទជាស្ដេចចក្រពត្តិទ្រង់យាងនៅគ្រាមហេរញ្ញទានដែលជាអ្នកប្រាជ្ញមកវិចិត្រណាមន្តជាចាំទៅគម្ពីរទាំង4សន្និដ្ឋានតែជា4ដែលមិនពិតប្រាកដកូនចៅដែលជាជំនាន់ក្រោយខិតខំរួចហើយក្នុងយុគសម័យសូមទូលប្រលឹងដូនតាអភិសេកពន្ធនេះឲ្យមានបារមីដោយអំណាចនៃតបង់នៃរាជគ្រូសេវតៃពលយ៉ាងដោយអំណាចនៃទេពរាជសូមឲ្យជ្រាបគ្រប់អាណាចក្រOh my god. Nhạc ốc như cái lệnh mơ mơ Oh my god. This is G David. This is Stable Brooke. Oh my god. Nhưng mà anh khơi comment chỉច្រើនដែលបងប្អូននៅខាងហ្វីលីពីនយ៉ាប្រជាជនហ្វីលីពីនពួកគាត់ surprise ខ្លាំងមែនទែននៅពេលដែលបានឃើញ show មួយនេះយ៉ាពួកគាត់ surprise ហើយពួកគាត់សរសើរខ្លាំងមែនទែនទាក់ទងទៅនឹងការសម្ដែងការលាយបញ្ចូលគ្នារវាងតន្ត្រីសម័យជាមួយនឹងបុរាណបញ្ចូលគ្នានេះគឺពិតជាពំនាំយកនៅវប្បធម៌ដ៏ពោផង់របស់ខ្មែរយើងទៅកាន់ឆាកអន្តរជាតិបានយ៉ាងល្អខ្លាំងហើយទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ជនបរទេស